ស្ដីអ្នកទាំងអស់គ្នាvàខាងមកកាន់ vlog ទៅកាន់ខាត់កែបជាមួយខ្ញុំទាំងអស់គ្នាតែអ្នកទាំងអស់គ្នារំបានចេញពីផ្ទះហ្នឹងម៉ោង 9 បាត់ហើយអញ្ចឹងនៅតាមផ្លូវហ្នឹងក៏ឆ្លៀតចូលទិញកាហ្វេញ៉ាំឲ្យស្វាងតិចទៅអានេះហ្នឹងគេបើក24ម៉ោងមកអ្នកទាំងអស់គ្នាហើយគេមានលក់របស់ញ៉ាំឆោតហ្នឹងនំកញ្ចប់នំអីអញ្ចឹងណាហើយរបៀបអាហារសម្រន់នំប៉័ងនំអីអញ្ចឹងណាតែពួកខ្ញុំទៅទិញតែកាហ្វេបើខ្ញុំមិនបានតែបេតងដោយសារអត់មានមច្ឆាហើយបើនិយាយពីកូនខ្ញុំវិញ enjoy គ្រប់ trip ហ្មងជាងគេជាងឯងវាស្រួលម្យ៉ាងដែរដោយសារម៉ែអ្នកចូលចិត្តដើរលេងហើយដល់ពេលបានកូនមកនិយាយពីថាកាត់ដូចម៉ែ 100% ហ្មងខាងក្រៅហ្នឹងក៏គេមានលក់ជាអាហារសម្រន់ដែរអ្នកនរគ្នាមានដូចជានំប៉័ងប្រហិតម្ជូរទឹកក្រូចទឹកដូងអីអញ្ចឹងណាគេអញ្ចឹងបន្ទាប់ពីចូលទិញកាហ្វេអីហើយយើងក៏បន្តដំណើរទៅមុខទៀតវាពេកនោះនិយាយពីញាក់ញាក់មុខកាមេរ៉ាទៅហើយអត់មានសំជានារីខ្មែរអីតិចសោះទេសភាពតាមដងផ្លូវអ្នកនរគ្នាមានភ្នំមានអីអញ្ចឹងនិយាយទៅមិនចាំតន់ដល់កែបយើង enjoy មុនអញ្ចឹងណាហើយអ្នកនរគ្នាបន្ទាប់ពីធ្វើដំណើរប្រហែលជាពេល2ម៉ោងកន្លះឥឡូវហ្នឹងគឺយើងបានមកដល់កែបហើយហ្នឹងពេលយើងមកដល់កែបគឺអត់ចោលទេផ្សារក្តាមទិញគ្រឿងសមុទ្រស្រស់ៗហើយនឹងរបស់ញ៉ាំផ្សេងៗអ្នកទាំងអស់គ្នាតែលើកនេះខ្ញុំចូលផ្សារក្តាមថ្មីអ្នកទាំងអស់គ្នានិយាយទៅខ្ញុំទៅចូលលើកទី1អ្នកទាំងអស់គ្នាហើយទៅនឹងចំពេលរៀងស្ងាត់ដែរដឹងថាផ្សារនឹងអត់សូវមានមនុស្សឬក៏ខ្ញុំទៅចំពេលអត់មានមនុស្សអាយអូឌីម៉ាចឹងមុនពេលចូលទិញគ្រឿងសមុទ្រខ្ញុំឆ្លៀតមកទិញមួកមួយអ្នកទាំងអស់គ្នាដោយសាររៀងក្តៅដែរចឹងណាហើយខ្ញុំខ្ជិលបាំងឆាប់ញញហើយចឹងមុនទិញនឹងសួរប្តីសិនតស្អាតបានយកហើយអ្នកទាំងអស់គ្នាយើងទិញមួកហើយយើងក៏បន្តបេសកកម្មយើងទៅរកគ្រឿងសមុទ្រពីទៅគ្រាន់តែដើរចូលអ្នកលក់គេឈរចាំនៅមាត់ផ្លូវបានអ្នកទាំងអស់គ្នាដូចខ្ញុំអត់បើអ្នកលក់ហៅច្រើនញញគឺខ្ញុំលេងចង់ទិញហ្មងហើយចូលទៅដំបូងហ្នឹងអ្នកលក់ណែនាំបកាតែតបានមកវិញតូបហ្នឹងគាត់មានតែមកហើយនឹងបកាអ្នកទាំងអស់គ្នាអញ្ចឹងក្តាមទៅទិញនៅតូបផ្សេងអញ្ចឹងក្តាមនេះគាត់កាត់1គីឡូ 45,000 អ្នកទាំងអស់គ្នាហើយតចុះសល់តែ 40,000 នេះទិដ្ឋភាពជុំវិញផ្សារក្តាមថ្មីអ្នកទាំងអស់គ្នាខ្ញុំបន្តពីចរចាតម្លៃត្រូវគ្នាហើយខ្ញុំយកក្តាម2គីឡូអ្នកទាំងអស់គ្នាហើយ1គីឡូឲ្យគាត់សោះហើយ1គីឡូទៀតទុកឆៅហ្នឹងសម្រាប់ធ្វើ BBQ ល្ងាចហើយយើងទៅរកបកាម្ដងហើយខ្ញុំទិញបានអាកាតាអ្នកទាំងអស់គ្នាអានេះវាមានទាំងអាចិញ្ចឹមវាមានទាំងអាដាក់ម៉ងអ្នកទាំងអស់គ្នាគាត់ហ្នឹងមានលក់ជាហឺហើយប៊ីមានត្រីងៀតមានអីដែរអ្នកទាំងអស់គ្នានឹងមកគាត់ទិញទុកយកទៅផ្ទះចឹងណាពេលដែលខ្ញុំគេដើរទៅឃើញមកអាំងនេះរៀងតំណងដែរអញ្ចឹងទៅក៏សេរី 4-10 ចក្កទៅនេះខ្ញុំភ្លេចតម្លៃបាត់ហើយអ្នកទាំងអស់គ្នាតែខ្ញុំយកមក6ចក្កជាមួយនឹងអាពងមកនោះសរុបទាំងអស់ 25,000 តែពីមកអាំងហ្នឹងគាត់ក៏មានលក់ច្រើនមុខទៀតដែរអ្នកទាំងអស់គ្នាឃើញដូចក្នុងវីដេអូហ្នឹងអញ្ចឹងហើយទឹកត្រីក៏ខ្ញុំទិញពីកន្លែងគាត់ដែររសជាតិឆ្ងាញ់ហើយអ្នកទាំងអស់គ្នាបន្ទាប់ពីយើងទិញគ្រឿងសមុទ្ររួចរាល់ហើយយើងបន្តទៅណាទៅហូកន្លែងអង្គុយដើម្បីញ៉ាំបាយជាមួយនឹងគ្រឿងសមុទ្ររបស់យើងណាតែឥឡូវគេរៀបចំស្អាតហើយអ្នកទាំងអស់គ្នាអានេះគេធ្វើដូចជា Walk Street ចឹងណាអានេះតាមផ្លូវជាប់ឆ្នេរអ្នកទាំងអស់គ្នាហើយគេលក់អីឡើងពេញហ្នឹងណាទៅបើអ្នកទាំងអស់គ្នាមកអត់ភ័យខ្លាចខ្វះអីញ៉ាំទេលក្ខណៈថាបាត់ចិត្តល្មមក៏យើងអាចមកកែបបានដែរចឹងណាលេខទៅមើល view សមុទ្ររបស់យើងវិញនិយាយទៅអានឹង favorite view របស់ខ្ញុំហ្មងអ្នកទាំងអស់គ្នាមុនយើងអាចក្រាលកាតែលនៅជាប់មាត់សមុទ្រហ្នឹងហើយញ៉ាំអីចឹងអ្នកទាំងអស់គ្នាជាមួយខ្យល់សមុទ្រតិចអូនិយាយពីក្តីសុខហ្មងហើយគេលេងឲ្យអង្គុយចឹងហើយអ្នកទាំងអស់គ្នា finally យើងអាចរកកញ្ចក់អង្គុយបានហើយនេះជាសមិទ្ធផលដែលដើរផ្សារកែបរយៈពេលប្រហែលជាកន្លះម៉ោងហ្នឹងអ្នកទាំងអស់គ្នាមើលទៅតំណងអត់បើសម្រាប់ខ្ញុំវិញនិយាយពីជាតិគ្រប់មុខហ្មងតែអត់តែយើងបានញ៉ាំមួយមនុស្សដែលយើងស្រឡាញ់មិនក៏ឆ្ងាញ់ដែរមែនអត់អ្នកនរគ្នាអានេះវិញ the best ហ្មងអានេះ favorite លេខ1សម្រាប់គ្រួសារខ្ញុំហ្មងនិយាយទៅណាក៏អត់សូវចោលដែរអ្នកនរគ្នាថាវាមានខែវាចឹងយើងញ៉ាំតាមខែដែរបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់ហើយយើងក៏បន្តទៅណាទៅកាន់កន្លែងដែលយើងត្រូវគេងអ្នកនរគ្នាយូរតាមផ្លូវគេសិតតែព្រៃភ្នំចឹងហ្មងហើយណាគេខ្លះចូលចិត្តសមុទ្រចូលចិត្តភ្នំដូចខ្ញុំហើយអ្នកនរគ្នាបន្ទាប់ពីធ្វើដំណើរប្រហែលជា10នាទីពីឆ្នេរកែបឥឡូវហ្នឹងគឺយើងបានមកដល់អូតែលរបស់យើងហើយដូចប្រាប់អ្នកនរគ្នាខ្ញុំមកហ្នឹងគឺដើម្បី celebrate ខួបអាពាហ៍ពិពាហ៍6 ឆ្នាំរបស់ពួកខ្ញុំអ្នកនរគ្នាកន្លែងខ្ញុំគេងឈ្មោះអីអ្នកនរគ្នាខ្ញុំខ្លាចអានខុសចឹងខ្ញុំដាក់ឈ្មោះ page គាត់នៅក្នុងវីដេអូហ្នឹងណាអ្នកនរគ្នាចង់មកឲ្យអាចតាក់ទងគាត់តាមនឹងបានណាអូខេបន្ទាប់ពីបន្តយើងចូលទៅ check in នៅអូតែលអ្នកនរគ្នាហើយ vlog ខ្ញុំ /ត្រឹមហ្នឹងសិនដាក់ទាំងអស់វែងពេកអញ្ចឹងអ្នកនរគ្នាបើសិនជាចង់ដឹងតម្លៃបន្ទប់ឬក៏ទិដ្ឋភាពនៅក្នុងបន្ទប់បែបម៉េចអីកុំភ្លេចតាមដានខ្ញុំនៅ vlog ក្រោយផងណាអរគុណសង្ឃឹមថាអ្នកនរគ្នាអត់ធុញហើយជួយគាំទ្រវីដេអូខ្ញុំផងកុំភ្លេចជួយ like subscribe ហើយ share ម្នាក់មួយផងអរគុណច្រើន